ខ្ញុំឈ្មោះទំភើនកសិករនៅភូមិថ្មីស្រុកមុខកំពូលខេត្តកណ្ដាលតួនាទីខ្ញុំប្រធានសហគមន៍រីកចម្រើនភូមិថ្មីចានាងខ្ញុំសូមរៀបរាប់ពិធីសាស្ត្រដាំម្ទេស1ការជ្រើសរើសពូជ2យើងនឹងរៀបចំបណ្ដុះកូនវិធីសាស្ត្រថែទាំម្ទេសវិញយើងត្រូវការដាក់ជីត្រប់បាតចាត្រប់បាតហើយយើងដាំហើយបានមួយអាទិត្យមួយសប្តាហ៍ហ្នឹងខ្ញុំនឹងប្រើជី15ហ្នឹងដាក់តាមដំណក់ក្នុងមួយសប្តាហ៍ម្ដងចាហើយការថែទាំបាញ់ថ្នាំវិញខ្ញុំបាញ់ជីបំពន់អីឲ្យគាត់កាន់ក្តឹបកាន់ផ្កាកាន់ផ្លែឲ្យគាត់ល្អតែប៉ុណ្្នឹងទេចាឆ្នាំហ្នឹងកសិករគាត់ដាំរៀងដាំច្រើនជាងរាល់ឆ្នាំពីព្រោះបានក្រុមហ៊ុនសិទ្ធិកម្មរារីហ្នឹងគាត់ចុះមកកុងត្រាពីកសិករដល់ពេលអញ្ចឹងកសិករគាត់ប្រឹងធ្វើគុតគង់ឲ្យក្រុមហ៊ុនរារីហ្នឹងឥឡូវកសិករគាត់សប្បាយចិត្តណាស់ដែលបានក្រុមហ៊ុនជួយចាជួយដល់កសិករព្រោះរាល់ឆ្នាំគាត់អត់ដើរបានដាំប៉ុណ្្នឹងទេលោកគ្រូគាត់ដាំតែតិចទេដល់បានកុងត្រាហ្នឹងគាត់ដាំបានច្រើនចាហើយយករៀងរាល់ថ្ងៃដល់ច័ន្ទសុក្រទៅព្រោះកសិករគាត់ដាំច្រើនអញ្ចឹងសូមឲ្យក្រុមហ៊ុនហ្នឹងជួយដល់កសិករជួយយករបស់គាត់ឲ្យអស់ពីចការផងព្រោះគាត់ពឹងលើក្រុមហ៊ុនហើយបានគាត់ដាំច្រើននឹងគាត់ទុកចិត្តខ្លាំងកសិកររាល់ឆ្នាំគាត់គ្មានទឹកចិត្តអីដាំទេព្រោះរាល់ឆ្នាំគាត់បានថ្លៃទាបតែនឹងកុងត្រាទៅគាត់ទុកចិត្តចាទុកចិត្តលើក្រុមហ៊ុននឹងអញ្ចឹងសូមឲ្យក្រុមហ៊ុននឹងរីកចម្រើនជួយកសិករបន្តទៅទៀតចាអរគុណ